nơi chân lò rầu viên thủy nâng bằng uấtในព្រះវិហារព្រះកែវមរកតមានរូបគំនូបង្ហាញអំពីរឿងជាដកជាអតីតជាតិរបស់ព្រះពុទ្ធហើយនៅខាងលើមានការនិទានសាច់រឿងបន្តអំពីដំណើរជីវិតព្រះពុទ្ធតាំងពីការចាប់បដិសន្ធិរហូតដល់ព្រះអង្គចូលបរិនិព្វានដែលតែងតែបានបង្ហាញតាមលំដាប់លំដោយជានិច្ចរឿងជាដកងាយនឹងស្គាល់ណាស់ដោយសារមិនត្រឹមតែជាផ្នែកមួយនៃព្រះពុទ្ធសាសនាប៉ុណ្ណោះទេប៉ុន្តែដោយសារតែរឿងទាំងនោះស្ទើរតែដូចទៅនឹងរឿងព្រេងនិទានផងដែរនេះមានន័យថាឈុតឆាកនៃរឿងជាដកប្រៀបបានជាការបង្រៀនបែបអក្សរសិល្ប៍ក្នុងប្រពៃណីព្រះពុទ្ធសាសនារឿងជាដកជួនកាលមានសាច់រឿងវែងអន្លាយហើយនៅកន្លែងខ្លះសាច់រឿងត្រូវបានបង្ហាញតែពីឈុតប៉ុណ្ណោះពេលខ្លះមានឈុតឆាកដែលរំលេចនៅភាពកំប្លុកកំប្លែងដូចជាភាពក្រមិចក្រមាំរបស់តាជូជូដែលមាននៅក្នុងការនិទានតៗគ្នាយ៉ាងពេញនិយមប៉ុន្តែក៏មានរឿងវាសន្តរជាដកដែលបានលើកយកមកបង្ហាញស្ទើរតែគ្រប់កាន់ហើយនៅក្នុងរឿងវាសន្តរជាដកនេះក៏មានកាន់បន្ថែមមួយទៀតគឺជាលីអភិសេកហើយរឿងជាលីអភិសេកនេះគឺជាការចាប់បដិសន្ធិឡើងវិញនៃបុត្រាបុត្រីរបស់ព្រះវេស្សន្តរក្នុងជាតិក្រោយហើយក្នុងជាតិក្រោយនេះបុត្រាបុត្រីទាំងពីរអង្គនេះលែងជាបងប្អូននឹងគ្នាទៀតហើយប៉ុន្តែក្លាយជាប្តីប្រពន្ធនឹងគ្នាដូច្នេះហើយគេហៅរឿងនេះថារឿងជាលីអភិសេកយោងតាមចំណងជើងរឿងមួយចំនួនដែលអាចអានបាននៅផ្នែកខាងលើបង្ហាញថាជាឈុតឆាកនៃបឋមសម្ពោធគឺដំណើរជីវិតរបស់ព្រះពុទ្ធបានចងក្រងឡើងនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានលក្ខណៈប្លែកពីតំបន់ដទៃទៀតសំណាងល្អគេរកឃើញនៅសាស្ត្រាស្លឹករឹតនៃគម្ពីរបឋមសម្ពោធដែលជាសាស្ត្រាស្លឹករឹតដ៏ល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជាក្នុងចំណោមបណ្ដុំសាស្ត្រាទាំងអស់ដែលបានរក្សាទុកហើយសាស្ត្រាស្លឹករឹតនេះបានមកពីវត្តចតុទិសនៅឧដុង្គសាស្ត្រាស្លឹករឹតដែលរក្សាទុកនៅវត្តព្រះកែវមរកតហើយយើងបានខ្ចីមកនេះគឺធ្លាប់ប្រើជាមូលដ្ឋាននៃសាច់រឿងសម្រាប់គូគំនូក្នុងព្រះវិហារព្រះកែវមរកតសាច់រឿងគំនូនៅថែវធំនៃវត្តព្រះកែវមរកតមានភាពខុសគ្នាទាំងស្រុងពីគំនូខាងក្នុងព្រះវិហារគំនូនៅថែវធំពណ៌នាអំពីរឿងរាមកេរ្តិ៍ដែលជាការកែសម្រួលពីរឿងរាមាយណៈរបស់ឥណ្ឌាទៅជាបែបព្រះពុទ្ធសាសនានៃតំបន់អាស៊ីអាគ្នេយ៍រឿងនេះផ្ទាល់មិនមានអ្វីប្លែកអស្ចារ្យឡើយប៉ុន្តែចំណុចសំខាន់គឺសមស្របទៅនឹងគំនិតទូទៅរបស់ប្រជាជនខ្មែរដែលយល់ថារឿងរាមកេរ្តិ៍ស្រដៀងនឹងរឿងជាដកជាក់ស្ដែងនៅក្នុងការនិទានតគ្នាមួយចំនួនតួអង្គព្រះរាមត្រូវបានគេពិពណ៌នាថាជាព្រះពោធិសត្វមួយអង្គផងដែរការរៀបចំឈុតមានលក្ខណៈសាមញ្ញបំផុតដែលប្រៀបបានទៅនឹងភាពយន្តអាមេរិកាំងតួអង្គល្អមានរូបរាងស្រស់ស្អាតហើយតួអង្គអាក្រក់មានរូបរាងអាក្រក់ហើយក្រៅពីនេះក៏មានបង្ហាញរូបភាពដែលឆ្លុះបញ្ចាំងពីភាពទំនើបតើគំនូបង្ហាញភាពប្រណិតដោយរបៀបណាគឺបង្ហាញតាមរយៈឧបករណ៍ទំនើបទាន់សម័យដូចជាចង្កៀងប្រេងជាដើមតើគំនូបង្ហាញពីអំពើអបាយមុខដោយរបៀបណាគឺបង្ហាញតាមរយៈដបស្រាហើយដបស្រាទាំងនេះមានយីហោស្រាបារាំងដូចស្រាទំពាំងបាយជូរដែលព្រះមហាក្សត្រធ្លាប់នាំចូលមកទីក្រុងភ្នំពេញដែរហើយក៏នៅមានឧទាហរណ៍មួយចំនួនផ្សេងទៀត